នៅក្នុងវីដេអូនេះដែរគឺខ្ញុំមានម៉ូដចំនួន3ដែលអាចធ្វើឲ្យ Minecraft របស់យើងលេង smooth ជាងមុនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាម៉ូដទាំង3ហ្នឹងគឺមានអីខ្លះយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងជាដំបូងអ្នកគ្នាចុច link ដែលខ្ញុំដាក់នៅខាងក្រោម description ហ្នឹងគឺវាមាន3ម៉ូដហ្នឹងអញ្ចឹងអ្នកគ្នា download ម៉ូដទាំង3ហ្នឹងមកហើយបន្ទាប់ពីអ្នកទាំងអស់គ្នា download ហើយអ្នកគ្នាចូលមកកាន់កម្មវិធី Zachiver នេះមកអូខេអញ្ចឹងអ្នកគ្នាចុចចូលកម្មវិធី Zachiver ហ្នឹងហើយបន្តមកទៀតអ្នកគ្នាចូលមកកាន់ download នេះអញ្ចឹង download ចេញអញ្ចឹងអ្នកគ្នាតោះមកអ្នកគ្នាអូសរក mode ដែលយើងមិញហ្នឹងមក mode ដែលអ្នកទាំងអស់គ្នា download មិញហ្នឹងគឺវាមានឈ្មោះថានេះអូខេ 3 FPS អញ្ចឹងទៅអញ្ចឹងសម្រាប់អាហ្នឹងមុនដំបូងគឺវាមានមិនមែនចេញអញ្ចឹងទេដំបូងគឺវាចេញជារបៀបអញ្ចឹង zip វាមាន zip អញ្ចឹងដើម្បីអាចដាក់បានអ្នកគ្នាគ្រាន់តែចុចលើវាមកហើយបន្តមកទៀតអ្នកគ្នាចុច rename ហើយអ្នកគ្នាលុបចុចឡាញ zip ហ្នឹងចោលមកដកលុប zip ហ្នឹងចោលមកហ្នឹងអូខេបន្ទាប់ពីលុបហើយអ្នកគ្នាចុចលើវាមក click ទៀតមកហើយចុចកន្លែងសញ្ញាព្រួយនៅខាងស្ដាំដៃនេះហើយបន្តមកទៀតអ្នកគ្នាចូលមកកាន់ Minecraft មកហ្នឹងហើយសម្រាប់ការដាក់គឺវាមានតែប៉ុណ្្នឹងឯងហើយពីរម៉ូដទៀតគឺអ្នកគ្នាដាក់ខ្លួនឯងទៅអូខេអញ្ចឹងអានេះគឺជារបៀបដាក់ម៉ូដរបស់យើងហើយបើអ្នកគ្នាដាក់ម៉ូដហើយអ្នកគ្នាចុចចូលមកកាន់ហ្គេមរបស់យើងធម្មតាមកហើយរបៀបដាក់ម៉ូដនៅក្នុងហ្គេមរបស់យើងក៏វាអត់មានអីពិបាកដែរអ្នកទាំងអស់គ្នាដំបូងអ្នកគ្នាចូលមកនេះគឺវាមានជាមួយនឹង resource pack ទាំងអស់ហ្នឹងអញ្ចឹងអ្នកគ្នាដាក់វាទាំងអស់មកយើង activate វាទាំងអស់មកហើយបន្តមកទៀតអ្នកគ្នាចុចចូលកន្លែង active នេះហើយនៅខាងក្រោមហ្នឹងគឺវានឹងមាន setting អ្នកគ្នាអញ្ចឹងសម្រាប់ setting ហ្នឹងគឺយើងសេរីវាមកអ្នកគ្នាសេរីតាមខ្ញុំមកគឺយើងដាក់វានៅក្រោមទាំងអស់មកយើងបិទវាទាំងអស់អញ្ចឹង setting ទាំងពីរហ្នឹងគឺយើងបិទដូចគ្នាមកអ្នកគ្នាយើងដាក់វាទាំងអស់មកអូខេអញ្ចឹងបន្ទាប់ពីដាក់អញ្ចឹងហើយអ្នកគ្នាចុចចូលហ្គេមរបស់យើងមកអញ្ចឹងគឺរបៀបដាក់ប៉ុណ្្នឹងឯងគឺវាអត់មានស្អីអីសាំញ៉ាំច្រើនទេអ្នកទាំងអស់គ្នាអញ្ចឹងគឺវាមានតែប៉ុណ្្នឹងហើយសម្រាប់ម៉ូដទាំង3នេះដែរគឺវានឹងធ្វើឲ្យ Minecraft របស់យើងលេង smooth ជាងមុនហើយដោយវីដេអូអ្នកគ្នាកំពុងតែឃើញអញ្ចឹងគឺខ្ញុំលេង Minecraft គឺបានត្រឹមតែ10ទៅ20 frame ទេហើយនៅពេលដែលយើងដាក់ម៉ូដទាំង3ហ្នឹងចូលខ្ញុំអាចលេងបានពីចន្លោះ30ទៅ60 frame អញ្ចឹងគឺពិតជាល្អខ្លាំងមែនតើសម្រាប់ម៉ូដមួយនេះអូខេអញ្ចឹងវីដេអូរបស់យើងក៏អត់មានអីច្រើនណាស់ទាំងអស់គ្នាមានតែប៉ុណ្្នឹងឯងសង្ឃឹមតែអ្នកនរគ្នាដាក់បានទាំងអស់គ្នាអូខេអញ្ចឹងជាចុងក្រោយអ្នកនរគ្នាកុំភ្លេចជួយចុច like និង subscribe ដើម្បីផងអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាបាយ